បងប្អូនខ្ញុំជឿជាក់ថាបងប្អូនភាគច្រើនបានស្គាល់បានដឹងបានយល់អំពីប្រាសាទទាំងពីរនេះហើយប្រាសាទទាំងពីរនេះគឺជាអត្តសញ្ញាណនៃវត្តប្រាសាទនាងខ្មៅភាគច្រើនមនុស្សម្នាមកទីនេះដើម្បីទស្សនាមើលប្រាសាទទាំងពីរនេះតែរឿងមួយទៀតដែលខ្ញុំចង់ឲ្យបងប្អូនដឹងទីនេះគឺជាថ្មកាលពីមុនគឺមានថ្មលៀនចេញមកផ្ទាំងថ្មឡើងធំហើយជាផ្ទាំងថ្មដែលគេដាក់សម្រាប់លោកយាយនងគឺជាស្នំស្ដេចហើយដោយសារតែគាត់មានផ្ទៃពោះជាមួយនឹងស្ដេចអញ្ចឹងទៅហើយមហេសីគាត់នឹងជាពនាងខ្មៅគាត់ខាងគាត់អីបញ្ជាឲ្យគាត់សម្រាប់លោកយាយនងដោយលោកយាយនងគាត់មានបារមីមានអីអញ្ចឹងសម្រាប់មិនក៏មិនស្លាប់ដែរហើយក៏យកថ្មមកសង្កត់សន្ធប់ទាំងម្ដាយទាំងកូននៅទីនេះរហូតគាត់បាត់បង់ជីវិតទាំងកូនទាំងម្ដាយហើយកាលពីមុនលោកយាយនងបារមីខ្លាំងមែនតែនដោយអ្នកដែលអត់សូវគោរពគាត់ហ្នឹងមានផ្ទៃពោះឬក៏អីចឹងតែតែឃើញហានឃើញពោះឃើញអីរហូតអ្នកខ្លះរលូតកូនអ្នកខ្លះអីចឹងទៅប៉ុន្តែក្មេងៗទៅញ៉ាំទៅលេងអីទេដូចពួកខ្ញុំក្មេងៗទៅគ្វាគោគ្វាអីហ្នឹងពួកម៉ាក់ខ្ញុំទៅយកចេកយកអីយកដងអីទៅអត់អីទេប៉ុន្តែបើអ្នកគោរពអត់បានទេកាលមុនណា